ខ្ញុំគិតថាខ្ញុំគួរតែរកឪពុកថ្មីឲ្យនាងវិញល្អជាង បើមិនបន្តសាកល្បងតើដឹងលទ្ធផលយ៉ាងម៉េចសែនខ្ញុំល្អយ៉ាងនេះតើអ្នកដាច់ចិត្តបោះបង់ឬ តាមពិតខ្ញុំអស់លុយហើយ លើកនេះខ្ញុំមិនគិតថ្លៃទេ ចុះអ្នកមិនមានច្បាប់វិន័យក្នុងអាជីពទេអី ខ្ញុំគឺជាអ្នកលេខ1នៅទីនេះដូច្នេះសម្រេចលើខ្ញុំប៉ុន្តែលើកនេះអាចឲ្យខ្ញុំនៅខាងលើបានទេ ខ្ញុំនឹងព្យាយាម ក្មេងល្អ ចាំបន្តិច មានរឿងអីមែនទេ តើខ្ញុំអាចយកខ្នាយមកកលនៅត្រង់ចង្កេះបានទេពីគេថាធ្វើបែបនេះងាយនឹងមានផ្ទៃពោះជាង បានតើប្រពន្ធសម្លាញ់ មិញអ្នកហៅខ្ញុំថាអី ប្រពន្ធសម្លាញ់ តើមានរឿងអីទៅច្បាស់ណាស់ថាវាមិនមែនជាលើកទី1ទេតែហេតុអីក៏លើកនេះជាជាងលើកមុនទៅវិញតាមច្បាប់វិន័យការងាររបស់ពួកគេគឺមិនដែលគេងនៅជាមួយភ្ញៀវដល់ភ្លឺនោះទេប៉ុន្តែគេបែរជាគិតក្នុងចិត្តគេនៅក្បែរខ្ញុំ2ដងហើយតើគេពិតជាគិតមែនទេ ហៅខ្ញុំថាអាយ៉ានមក អាយ៉ាន ប្រពន្ធសម្លាញ់របស់ខ្ញុំពិតជាស្ដាប់បង្គាប់ណាស់ គិតក្នុងចិត្តហេតុអ្វីបានជាគេហៅខ្ញុំថាប្រពន្ធហេតុអ្វីបានជាខ្ញុំរំភើបយ៉ាងនេះរៀបការបាន3ឆ្នាំហើយលូជីងស៊ូមិនដែលហៅខ្ញុំបែបនេះសោះមិនបានទេឈិនជូឯងនឹងគេគ្រាន់តែជាដោះដូរគ្នាទេកុំធ្វើឲ្យគេរងគ្រោះអី ប្រពន្ធសម្